haiតែបានជាយើងត្រូវមាន short term plan ដែលហៅថាផែនការរយៈពេលខ្លីបានជាយើងត្រូវមាន short term plan គឺទី1ធ្វើគោលដៅធំៗដែលពិបាកខ្លះជារឿងងាយស្រួលគោលដៅធំពេលខ្លះវាធំពេកធ្វើឲ្យយើងភ័យ short term plan ធ្វើឲ្យវាបែរជាជំហានតូចងាយអនុវត្តទី2គឺជួយឲ្យសម្រេចចិត្តបានលឿនមានផែនការរយៈពេលខ្លីគឺស្មើនឹងមិនចាំបាច់គិតច្រើនថាតើត្រូវធ្វើអ្វីគឺយើងគ្រាន់តែធ្វើតាមទី3គឺជួយទប់ស្កាត់ការពន្យាពេលគ្មានផែនការយើងងាយពន្យាពេលទៅថ្ងៃស្អែក short term plan បង្កើតភាពបន្ទាន់ទី4គឺអាចវាស់វែងលទ្ធផលបានយ៉ាងច្បាស់វាជួយឲ្យយើងមើលឃើញកំណើនរបស់ខ្លួនឯងជារៀងរាល់សប្តាហ៍ឬរៀងរាល់ខែទី5គឺកើនកម្លាំងចិត្តពេលអ្នកបញ្ចប់គោលដៅតូចបានទៀងទាត់អ្នកមានអារម្មណ៍ថាខ្ញុំធ្វើបានកម្លាំងតូចនេះគឺជួយឲ្យយើងទៅដល់គោលដៅធំទី6គឺមានភាពបត់បែនបានយ៉ាងងាយស្រួល short term plan អាចកែតាមស្ថានភាពថ្មីបាន long term plan ពិបាកកែប្រែតាមមួយសរុបមកការមានផែនការរយៈពេលខ្លីគឺពិតជាចំណុចសំខាន់ដែលជួយឲ្យយើងពង្រឹងវិន័យបង្កើនកម្លាំងចិត្តនិងធ្វើឲ្យយើងបញ្ចប់គោលដៅបានលឿនជាងមុនមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាកំពុងស្វែងរកឱកាសការងារឬចង់ពិគ្រោះយោបល់ទាក់ទងនឹងបញ្ហាផ្សេងៗអ្នកទាំងអស់គ្នាអាចទាក់ទងមកកាន់ UICC ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញអគារ STEM ជាន់ទី7កន្ទុំ701បាន